លោក Michael Carrick បន្ទាប់ពីដឹកនាំឈ្នះក្រុមរយៈពេល4ប្រកួតឈ្នះទាំង4ប្រកួតបងប្អូនប្រិមិត្តយើងពិតជារីកមុខដូចគ្រាប់ជីអញ្ចឹងលោក Carrick គឺជាគ្រូបង្វឹករបស់ Manchester United ហើយបានដឹកនាំក្រុម Manchester United ឈ្នះក្រុមខ្លាំងៗនៅ Premier League ដូចជា Arsenal, Man City, Manchester United ឡើងទៅវគ្គ4ក្រុមហើយបងប្អូនប្រិមិត្តយើងហើយ Manchester United ឈរលេខរៀងទី4ពិតជាខ្លាំងមែនទែនលោកគ្រូបង្វឹករបស់ Manchester United មានទម្រង់លេងល្អមែនទែនមួយរយៈនេះគឺលោក Michael Carrick នឹងគាត់ពិតជាបានធ្វើឲ្យទម្រង់លេងរបស់បិសាចក្រហមខ្លាំងមែនទែនលោក Michael Carrick ពិតជាល្បីល្បាញមែនទែននៅការគ្រប់គ្រងក្លឹប Manchester United លោក Michael Carrick នេះគឺជាគ្រូបង្វឹកមួយដែលគ្រាន់តែអចិន្ត្រៃយ៍នៅ Manchester United ទេមិនទាន់ពេញសិទ្ធទេប៉ុន្តែអ្វីដែលអស្ចារ្យគឺគាត់បានដឹកនាំឈ្នះទាំង4លើកហើយឈ្នះក្រុមខ្លាំងៗនៅ Premier League ទៀតអូយពិតជាមិនធម្មតាទេលោក Michael Carrick នេះនៅពេលដែលគាត់ធ្វើសន្និសីទកសែតគាត់បាននិយាយថាគាត់មិនទាមទារឲ្យក្រុមរកគ្រាប់បាល់ច្រើននោះទេគឺគាត់ទាមទារឲ្យក្រុមខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ក្នុងការប្រកួតហើយចេះគោរពនៅវិន័យរបស់ក្លឹបលោក Michael Carrick បាននិយាយបន្ថែមទៀតថាគាត់នឹងព្យាយាមធ្វើឲ្យបានល្អជាងនេះការប្រកួតរវាង West Ham វេលាម៉ោង3នឹងគាត់នឹងព្យាយាមដឹកនាំក្រុមឲ្យបានល្អក្នុងការយកឈ្នះក្រុម West Ham លោកបន្ថែមទៀតថាគាត់មិនទាមទារឲ្យក្រុមរបស់គាត់រកគ្រាប់បាល់ឲ្យបានច្រើននោះទេសំខាន់គឺឈ្នះទៅលើគូប្រកួតដូច្នេះលោក Michael Carrick នេះគឺមានទ្រឹស្ដីនិងមានគោលចំហខ្ពស់មែនទែនសម្រាប់ការដឹកនាំក្រុមបិសាចក្រហមលោកពិតជាធ្វើបានល្អក្នុងការដឹកនាំក្រុមឈ្នះទាំង4ប្រកួតគ្មានគ្រូណាដែលថ្មីចូលទៅដឹកនាំក្រុមហើយឈ្នះជាប់គ្នាបែបនេះនោះទេអស្ចារ្យមែនទែនលោក Michael Carrick យើងនឹងរងចាំមើលការប្រកួតរវាង Manchester United ជាមួយនឹង West Ham នៅព្រឹកវេលាម៉ោង3ទាំងអស់គ្នាអរគុណបងប្អូនប្រិមិត្តសម្រាប់ការតាមដានសូមជម្រាបលា